បាទម្សិលមិញទៅលីផ្ទះបងបងប្អូនទៅលីផ្ទះបងគាត់ឲ្យស្ដៅមួយដៃមកបងប្អូនណាបាទស្ដៅមួយដៃមកដល់គិតថាពឹងធ្វើត្រីអាំងអីពិលទុំទំនាប់បងប្អូនអពើរវល់លេចរវល់កើតអត់បានធ្វើទេដល់បានធ្វើចេញព្រលឹមឡើងក៏ចេញជាញោមស្ដៅវិញបងប្អូនបាទហើយផ្ញើបងប្អូនទៅទិញសាច់ជ្រូក3ជាន់កន្លះគីឡូមកបាទក៏ចេញជាញោមស្ដៅបងប្អូននេះសាច់ជ្រូកដែលផ្ញើបងប្អូនទិញមកបាទសាច់ជ្រូក3ជាន់នឹងលែជីគ្រប់មុខ1000មកពេលប៉ោះ1000មកបាទទៅសក់មួយផ្លែពីរផ្លែបងប្អូនបាទសាច់ជ្រូកខ្ញុំស្ងោរឲ្យហើយដែរទេបងប្អូនស្ងោរដាក់ស្លឹកក្រូចស្លឹកអីអំបិលមកចាប់មកឲ្យវាមានជាតិតិចបងប្អូនកុំឲ្យឆ្អាបអីណាបាទនេះស្ងោរហើយកុំឲ្យឆ្អិនពេកបងប្អូនបាទមិនឆ្អិនពេកទៅយើងញោមនេះវាឲ្យវាមានជាតិផ្អែមតែយើងឆ្អិនទៅវាលែងមានជាតិផ្អែមបងប្អូនបាទសាច់ជ្រូកបាទមកល្មមទៅបានណាបាទយើងស្ងោរវាឆ្អិនហ្នឹងមកបាទស្ងោរឲ្យខ្ញុំស្រង់យកមកនេះផ្លែយើងយកទឹកយកអីស្អាតមកបងប្អូនស្រាយស្រស់ចឹងមកនិយាយទៅគឺខែដែរវាខែត្រជាក់ដែរបើត្រជាក់តិចតិចបងប្អូនយើងយូរហូបម្ដងមិនអីទេវាជាថ្នាំបងប្អូនឥឡូវហៅថាកាសធាតុវាប្រែប្រួលបងប្អូនកងក្តៅបងត្រជាក់បងក្តៅបងត្រជាក់ចឹងវាមិនស្រួលដែរអញ្ចឹងយើងហូបស្រាយដូចជាថ្នាំមួយដែរបងប្អូននេះខ្ញុំប្រើប្រហុកសាច់ម្ដុំណាបងប្អូនជាមួយនឹងពិលខ្ញុំអត់នេះទៅខ្ញុំស្ងោរជាមួយគ្នាបងប្អូនបាទមិនសាច់ខ្ញុំហាន់ហើយយើងស្ងោរជាមួយគ្នាចឹងទៅវាស្រួលយើងយកមកតម្រង់ត្រង់វាស្អាតមកចឹងវាស្រួលវាលឿនបងប្អូនបាទនេះបន្លែប្លុកយើងរៀបចំមួយអស់ហើយបងប្អូនបាទនេះមកជូរខ្ញុំជុំស្ងោរជាមួយប្រហុកហ្នឹងបងប្អូនបំពងវាក៏បានដែរបងប្អូនបាទប៉ុន្តែនេះខ្ញុំប្រើប្រហុកសាច់យើងស្ងោរវានេះមកបាទចាក់គ្រឿងក្រៅយើងចូលមក3គ្រឿងក្រៅបងប្អូនបាទនេះមានខ្ទឹមមានទឹកត្រីបាទមានស្ករមានប៊ីចេងអញ្ចឹងទៅបាទរត់ឌីបន្តិចមកបងប្អូននេះទឹកពិលទុំខ្ញុំត្រង់មិញបងប្អូនជាមួយប្រហុកមិញនេះទឹកប្រហុកបងប្អូនបាទនេះស្ករខ្ញុំប្រើ2ស្លាបព្រាបងប្អូនចេងយើងប្រើ1ស្លាបព្រាមកយើងកូរវាសក់ចឹងមកបាទឆ្ងាញ់ញ៉ាំប្រហុកនេះយូរហូបម្ដងបងប្អូនប៉ុន្តែកូនខ្ញុំអត់លោកអត់ចុះមកវាល្វិញមិនក្មេងញ៉ាំអាកានេះល្វិញបាទខ្ញុំមកចូលចិត្តប៉ុន្តែខ្ញុំចាញ់គេត្រង់ថាវាយកទៅតំណប់ត្រីអាំងខ្ញុំអត់សូវប៉ាន់បើញោមចឹងខ្ញុំហូបកើតហូបឆ្ងាញ់បាទប៉ុន្តែរួចទៅដីមករួចជាការស្រ័យបងប្អូនបានមកចាន2ចានធំបងប្អូនអើយបាទតំណងណាប៉ុន្តែរួចខ្ញុំអត់បានដាក់ម្ទេសបងប្អូនផ្លាច់ហិលចាំបងប្អូនទៅកាហិលថែមម្ទេសមកបងប្អូនរួចជាការស្រ័យនេះបាទនេះខ្ញុំដួសដាក់ចានរួចដីសល់មកថែមពីលើតិចមកបាទបាន2កូនចានបងប្អូនហើយបានចែកទៅម៉ែបានមកចប់2ចប់ដែរបងប្អូនបាទនេះរួចឡើងតំណងបងប្អូនបាទអូឆ្ងាញ់ណាស់បងប្អូនចូលរួមក្លុបមួយខ្ញុំបងប្អូនបាទអរគុណច្រើនបងប្អូនបានទស្សនាវីដេអូបងប្អូនបាទនេះមកហូបអាហារយើងធ្វើញោមស្ដៅតែប៉ុណ្ណេះទេបងប្អូនបាទសំណងទេបងប្អូនបាទជួយចុច like ជួយ follow ជួយគាំទ្រខ្ញុំផងបងប្អូនបាទបាទអូសំណងបងប្អូនបាទអរគុណច្រើនបាទជម្រាបលាសុខសប្បាយរបស់គ្នាបងប្អូន